ទី5ជាទឹកប្រេតប្រត់ទឹកផ្ដាច់ព្រាត់ហើយសូមសម្លេងផ្ដល់កម្លាំងចិត្តដល់កីឡាករទាំងពីរឲ្យបានខ្លាំងមួយដាក់ក្រោមដាក់មួយជើងពីបែនករាជសីតាមចូលពីសានច័ន្ទរិទ្ធិស័កទៅចូលមកដៃបាទអត់ជាប់ដាក់មួយជើងលូកឆ្វេងស្ដាំពីសានច័ន្ទរិទ្ធិស័កទប់ជើងក្រោមពីសានច័ន្ទរិទ្ធិស័កចូលមកដៃពីបែនករាជសីកែរបស់សានច័ន្ទរិទ្ធិស័កជង្គង់បែនករាជសីជង្គង់សានច័ន្ទរិទ្ធិស័កជង្គង់បែនករាជសីជង្គង់សានច័ន្ទរិទ្ធិស័កជង្គង់បែនករាជសីជង្គង់សានច័ន្ទរិទ្ធិស័កចាក់ជង្គង់ទៅមកពេញរៀងខ្លួនបាទអោបជាប់លោកអាញាកដាក៏ចាប់បំបែកអរគុណដល់កាមេរ៉ាព្រីមៀមបាទកាមេរ៉ា Live កាមេរ៉ា Supreme នេះបាទអោបជាប់បើនិយាយទៅបាទចូលចិត្តអោបឡើងជង្គង់សម្រាប់អ្នកទាំងពីរបាទដាក់មួយជើងជង្គង់សានច័ន្ទរិទ្ធិស័កជង្គង់ប៉ាន់ករាជសីជង្គង់សានច័ន្ទរិទ្ធិស័កចាក់ជង្គង់ទៅមកជង្គង់មួយទៀតជង្គង់បាទកម្លាំងមិនទាន់ថមថយទេចូលមកដៃពីប៉ាន់ករាជសីកែរបស់សានច័ន្ទរិទ្ធិស័កអោបជាប់លោកញាក្រាលក៏ចាប់បំបែកទស្សនាជាបន្តទៀតដាក់មួយជើងពីប៉ែនករាជសីលូបានឆ្វេងមកដៃពីសានច័ន្ទរិទ្ធិស័កដាក់មួយជើងទៀតចូលរួមប្រចាំមួយពីបាទបានករាជសីបាញ់មិញអត់បញ្ហាទេបាទទស្សនាជាបន្តទៀតមកទៀតដាក់មួយជើងពីសានច័ន្ទរិទ្ធិស័កអោបជាប់ជង្គង់ប៉ែនករាជសីជង្គង់ប៉ែនករាជសីជង្គង់សានច័ន្ទរិទ្ធិស័កមកហើយចូលមួយដៃសងទៅមកឆ្វេងស្ដាំទៅមករៀងខ្លួនអបជាប់បាទលោកញាកដាក៏ចាប់បំបាយជាបន្តទៀតប្រគួតបន្តថាក់មួយជើងពីប៉ែនករាជសីចូលឆ្វេងស្ដាំពីសានច័ន្ទរិទ្ធិស័កជង្គង់ទៅមកជង្គង់សានច័ន្ទរិទ្ធិស័កអបជាប់អូបាទតានតឹងមែនអោបជង្គង់បាទវិនាទីចុងក្រោយទាត់កាប់ជើងក្រោមបាទចាប់ទឹកទី5អាយ5ទឹកពេញសម្រាប់ការប្រកួតខៀវឬក៏ក្រហមទិភាពនេះអស្ចារ្យមែនទែនចាកីឡារស់ក្នុងសន្តិភាពចាក្រោយពីប្រកួតចប់គឺមិត្តភាពធម្មតាប៉ុន្តែនៅឡើយការប្រកាសលទ្ធផលចាឥឡូវនេះបន្ទូកំពុងតែស្ថិតនៅក្នុងដៃគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតប្រដាល់គុណខ្មែរអរគុណយើងទស្សនារូបភាពយឺតៗសម្រាប់ការប្រកួតបាញ់មិញនេះបាទទឹកទី5នេះជង្គង់បាទអោបជាប់បាទបោះជង្គង់មួយពីប៉ែនករាជសីឥឡូវនេះចូលបានឆ្វេងស្ដាំទៅមកផ្លែម្នាក់ឥឡូវនេះពេញដូចគ្នាបាទចាក់មួយជើងទៀតអូបាទចាក់មួយជើងកន្លែងនេះបាទខៀវឬក្រហមឬខៀវសូមស្លេងតែបានខ្លាំងដល់ខេមេរីបៀបាទបន្តិចទៀតនឹងបានដឹងបាទសម្រាប់បាទលទ្ធផលវគ្គផ្ដាច់ព្រាត់អញ្ចឹងក្នុងកំឡុងពេលនៃការចាបុកបន្ទូត្រៀមនៅក្នុងការប្រកាសលទ្ធផលក្នុងពេលបន្តិចទៀតនេះពីសំណាក់គណៈកម្មការរៀបចំការប្រកួតប្រដាល់គុណខ្មែរចាសូមជម្រាបជាថ្មីម្ដងទៀតថាសម្រាប់ជំនួបនៃការប្រកួតវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ IPCC គុណខ្មែរនៅលើសង្វៀន Mafai Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខពី Cambodia Beer អ្នកដែរចាខ្លាយទៅជាម្ចាស់ជើងឯកចាខ្សែក្រវ៉ាត់លេខ1ទទួលបាន24លានរៀលរីឯលេខ2 12លានរៀលបាទសូមអរគុណចាសូមបន្តិចបាទខ្ញុំបាទសូមបាទជំរាបផងដែរថាចាញ់ឈ្នះគឺជារឿងកីឡាបាទសូមរក្សាបាទសណ្ដាប់ធ្នាប់បានរៀបរយបាទចាសម្រាប់ការប្រកួតនេះគឺតានតឹងមែនទែនបាទសូមអរគុណម្ចាស់ខ្សែក្រវ៉ាត់គឺជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបង្គោលខៀវឈ្នះបង្គោលក្រហមដោយពិនទូគុណខ្មែរលំដាប់ពិភពលោកសង្វៀន Mafai Cambodia ដែលទទួលបានការឧបត្ថម្ភពី Cambodia
អរគុណណាស់បាទខ្ញុំបាទក៏សូមបាទគ្រប់អញ្ជើញអ្នកអាជ្ញាលៀងមេសាសាប្រឹងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរបើប្រជាមេតាផ្ដល់ជាកិត្តិយសប្រគល់បាទខ្សែក្រវ៉ាត់ក៏ដូចជាស្លាករង្វាន់ក៏សូមគ្រប់អញ្ជើញអាដាមនិនភិរមអនុប្រធានសហព័ន្ធកីឡាផ្ដាល់គុណខ្មែរបាទសូមគ្រប់អញ្ជើញចាអរគុណច្រើនចឹងទីថ្មីម្ដងទៀតសម្រាប់កីឡាករចាម្ចាស់ខ្សែក្រវ៉ាត់ចាពិភពលោកចា IPCC គុណខ្មែរចាសម្រាប់សង្វៀនម៉ាហ្វៃគឺទទួលបានទឹកប្រាក់24លានរៀលដែលស្មើទៅនឹង$6,000ដែលជាការផ្ដល់ជូនពីក្រុមហ៊ុនខ្មែរ Beverages ចឹងឯករងលេខ2 12លានរៀលស្មើទៅនឹង$3,000ចាទៅកាន់កីឡាករដែលខិតខំតស៊ូអរគុណបាទសូមគ្រប់អញ្ជើញអាដាមបណ្ឌិតភិរមបាទសូមគ្រប់អញ្ជើញបាទមេតាផ្ដល់ជាកិត្តិយសប្រគល់ស្លាករង្វាន់បាទចាហើយបន្ថែមពីនោះចាបន្ទាប់ពីចាទឹកប្រាក់រង្វាន់ខ្សែក្រវ៉ាត់នេះហើយចាគឺអ្នកអុកញ៉ាលៀងមេងសាក់សាប់ប៉ុណ្ណឹងដែលជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages ក៏ប្រកល់ជូនទៅដល់ចាអ្នកឈ្នះបន្ថែមទៀតគឺ4លានហើយជើងឯករងគឺ2លានរៀលបន្ថែមទៀតចាអញ្ចឹងសរុបសម្រាប់ចាម្ចាស់ខ្សែក្រវ៉ាត់28លានហើយចាជើងឯករងគឺ14លានរៀលតែម្ដងបាទចាដល់នេះបាទអបអរសាទរម្ដងទៀតដល់ប៉ែនការាជសីចាអបអរសាទរចាជិះថ្មីម្ដងទៀតក៏ចូលរួមសោកស្ដាយទៅកាន់កីឡាករសាន់ចាន់រតិសាដែលកាត់ខំបាទតើលោកគ្រូបាទបំពាក់ខ្សែក្រវ៉ាត់សិនណាតើចាបាទឥឡូវនេះចាឥឡូវនេះគឺកីឡាករយើងកំពុងតែធ្វើការរៀបចំខ្លួនដើម្បីចាធ្វើការចាទទួលនៅខ្សែក្រវ៉ាត់ដែលជាការបំពាក់ចាពីសំណាក់ថ្នាក់ដឹកនាំចាអ្នកអង្គការលៀងមេងសាក់សាប់ប៉ុណ្ណឹងនឹងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages ចាដែលលោកគឺបានយកចិត្តទុកដាក់ខ្លាំងមែនទែនចាឥឡូវនេះចាសូមប្រកាសជូននៅប្រាក់អបអរសាទរម្ដងទៀតដល់ប៉ែនការាជសីចាឥឡូវចាសូមធ្វើការបំពាក់ជូននៅខ្សែក្រវ៉ាត់ចាឥឡូវនេះប្រាក់ឧបត្ថម្ភសិនពីអ្នកអង្គការលៀងមេងសាក់សាប់ប៉ុណ្ណឹងនឹងជាប្រធានក្រុមអគ្គនាយកចំនួនចា4លានរៀលចាសម្រាប់ចាម្ចាស់ខ្សែក្រវ៉ាត់ចា2លានរៀលគឺសម្រាប់ចាជើងឯករងបន្តមកទៀតគឺនឹងប្រគល់ជូនប្រាក់រង្វាន់ជើងឯកម្ចាស់ខ្សែក្រវ៉ាត់តែម្ដងបាទនេះបាទជើងឯករង12លានរៀលអបអរសាទរហើយក៏សូមចូលរួមសោកស្ដាយយ៉ាងណាមិញក៏ជាអ្នកខ្លាំងហើយដែលបានឡើងមកដល់វគ្គនេះតែសិតសឹងតែជាជើងខ្លាំងយ៉ាងណាមិញកីឡាតែងមានឈ្នះមានចាញ់ចាបាទអញ្ចឹងអបអរសាទរដល់ម្ចាស់ខ្សែក្រវ៉ាត់ប៉ែនការាជសីទទួលបានទឹកប្រាក់24លានរៀលបាទអបអរសាទរបាទចាអរគុណព្រមជាមួយនឹងខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតថតរូបសិនបាទចាឥឡូវនេះសូមថតរូបអនុស្សាវរីយ៍មួយចានេះគឺជាបទពិសោធន៍ថ្មីមួយទៀតផងដែរចាហើយក៏ចាជាភាពអស្ចារ្យមួយសម្រាប់គុណខ្មែរដែលយើងរកបានចាម្ចាស់ខ្សែក្រវ៉ាត់សម្រាប់រដូវកាលទី2បាទហើយក៏អរគុណទៅដល់បាទក្រុមហ៊ុនខ្មែរ Beverages ដែលបានឧបត្ថម្ភធំបាទរៀងរាល់សប្តាហ៍នៅក្នុងកម្មវិធី Mafai Cambodia ដែលនាំមកជូនដោយ Cambodia Beer បាទជាពិសេសនឹងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទគ្រប់អរគុណទៅដល់បាទអ្នកអាជ្ញាលៀងមេងដែលតែងតែជួយដល់វិស័យកីឡាផ្ដាល់គុណខ្មែរចាអរគុណមែនតើចាអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកអាជ្ញាលៀងមេងសាក់សាប់ប៉ុណ្ណឹងនឹងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages ចាដែលតែងតែចានៅពីក្រោយក៏ដូចជាសហការជាមួយនឹងស្ថានីយទូរទស្សន៍ថោនដែលមានឯកឧត្តមវ៉ាសុធាក៏ដូចជាលោកជំទាវអុកញ៉ាជុំមានអគ្គនាយិកាក្រុមហ៊ុនថោនគ្រប់ចាអរគុណទៅដល់សហព័ន្ធកីឡាផ្ដាល់គុណខ្មែរចាដែលចូលរួមសហការដូចគ្នាចាអញ្ចឹងចាក៏ចូលរួមអបអរសាទរជាថ្មីទៅដល់ក្លឹបចាប៉ែនកាគុណខ្មែរចាដែលមានលោកសេនប៊ុនថេនជាគ្រូបង្